អ្នកលេងផ្លែកែងកែពិชิตហ៊ុនត្រាវិលត្រឡប់មកសង្វៀនវិញម្ដងទៀតហើយប្រិយមិត្តបងប្អូនត្រៀមប្រកួតនៅថ្ងៃខាងមុខនេះពេញលេងដឹងតែក៏ក្រៅហើយគឺថ្ងៃត្រូវជាថ្ងៃទី3ថ្ងៃប្រហ័សខែកក្កដាឆ្នាំ2025គឺអ្នកលេងផ្លែកែងពិชิตហ៊ុនត្រាត្រៀមចូលរួមប្រកួតនៅក្នុងមហាព្រឹត្តិការណ៍ Golden Boy គុណខ្មែរដែលធ្វើឡើងដោយខាង Travis Gainsbourg សហការជាមួយនឹងអាប៉ោះនិងទទួលថោនហើយក៏ភ្លេចតាមដានទស្សនាតគ្នាហើយកីឡាករបរទេសដែលត្រៀមនៅប្រកួតមហាព្រឹត្តិការណ៍នេះគឺមក3រូបហើយបងប្អូនគឺពិសេសសុទ្ធតែលំដាប់តែចូលរួមប្រកួតនេះបងប្អូនហើយកីឡាករធឿនត្រាការវិលត្រឡប់របស់គាត់មកលើកនេះគឺការវឹកហាត់ពេញស៊ូមមួនមកវិញហើយបងប្អូនចាំមើលតើល្អមើលថ្ងៃការប្រកួតថ្ងៃទី3ហ្នឹងគឺដឹងហើយគឺកីឡាករធឿនត្រាការវឹកហាត់របស់គាត់ពេញស៊ូមកវិញហើយត្រៀមពេញលក្ខណៈលើកនេះមិនឲ្យអ្នកគ្រប់គ្រងគុណខ្មែររិះគន់ខកបំណងខកចិត្តទៅលើកីឡាករធឿនត្រាទេហើយការ supporter របស់ខាង Town ឬខាង Travis Gainsbourg គាត់អស់នេះគឺកីឡាករបរទេសមក3រូបហើយកីឡាករគុណខ្មែរយើងប្រកួតហ្នឹងគឺ6រូបគឺមើលមីឃីអេមរិនចម្រើនគុណខ្មែរឈុតស្រីវ៉ាន់ថងហើយនឹងកីឡាករធឿនធីរ៉ាយហ្នឹងហើយនឹងអ្នកលេងប្រអប់ឆ្វេងឡាវចន្ទ្រាមរូបទៀតប្រិយមិត្តបងប្អូនគឺ6រូបហើយខាងកីឡាករបរទេសគឺគាត់មក3រូបហើយចាំមើលតើកីឡាកររូបណាប៉ះកីឡាកររូបណាចាំតាមដាន Porter លើខាង page Town ទាំងអស់គ្នានឹង page Gainsbourg ទៅបងប្អូនគឺកីឡាករបរទេសទី1គឺកីឡាករ Ivan Bouton កីឡាករ Ivan Bouton នេះបងប្អូនហ្នឹងហើយបើភាគរយប៉ះគឺអេមរិនសឹងថា90.7នឹង99%ហើយនឹងប៉ះជាមួយនឹងកីឡាករអេមរិនពូថងហើយនឹងកីឡាករមរុកទៀតគឺកីឡាករម៉ុងហ្គូលីដែលធ្លាប់មកប្រឡូកនៅគុណខ្មែរយើងជាច្រើនលើកច្រើនសារការប្រកួតគាត់ធ្លាប់ចាញ់កីឡាករច័ន្ទរតនាក៏ធ្លាប់ឈ្នះកីឡាករអាឡិចសាន់ដ្រូគឺកីឡាករបាត់អ៊ីដាមីគឺកីឡាករបាត់អ៊ីដាមីដែលជាជើងខ្លាំងរបស់ម៉ុងហ្គោលហើយនឹងកីឡាករមរុកទៀតគឺកីឡាករឈូម៉ានូលហ៊ីតាជាកីឡាករមកពីប្រទេសស្ពីនជាកីឡាករស្ពីនបងប្អូនកីឡាករស្ពីនមិនទេបងប្អូនកីឡាករនេះដែលមកពីប្រទេសស្ពីនគឺកីឡាករបរទេសមកចេញប្លង់3រូបហើយខ្វះ3រូបទៀតចាំមើលតើកីឡាកររូបណាព្រោះគណៈថ្មីនេះគឺខាងបងថូមីគីមគាត់បាន Frank ទៅអ្នកគ្រប់គ្រងគុនខ្មែរហើយនឹង fan ធ្វើរិះគន់ខ្លាំងថានឹងយកកីឡាករតណាន់ឆៃមកប៉ះធឿនត្រាប៉ុន្តែសម្រាប់ admin គឺអត់ជឿសោះការនិយាយលេងរបស់គាត់ទេបងប្អូនមុនគាត់នឹងចេញទៅទស្សនាកិច្ចការប្រកួតបដាល់គុណខ្មែរលើទឹកដីបារាំងអូស្ត្រាលីហើយនេះគឺកីឡាករបរទេស3រូបហើយសិតតែលំដាប់ដែលចូលរួមប្រកួតមហាព្រឹត្តិការណ៍ Golden Boy នេះដោយខាងបងថូមគីមគាត់បានមកហើបមែនបើថាក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ2025នេះគឺមានកីឡាករសិតតែលំដាប់ទៅចូលរួមប្រកួតហើយដោយ event បន្តនេះកីឡាករគុណខ្មែរយើងអត់មានអ្នកណាឈ្នះគាត់មួយរូបទេបងប្អូនអ្នកសៅមិឆៃមេធឿមរងសុភ័ណ្ឌឡាវចន្ទ្រាសចាញ់ក្រុមកដាប់ដៃរបស់គាត់ទាំងអស់ហើយកីឡាករ Bit Ermi នេះគឺចាញ់តែកីឡាករច័ន្ទរតនាមួយរូបទេបងប្អូនតែឈ្នះកីឡាករគុណខ្មែរកីឡាករប្រេស៊ីលហាត់គុណខ្មែរ League Central ហើយជំរឿការប្រកួតរបស់គាត់ភាគរយគឺមានសង្ឃឹមប៉ះនឹងរាហូមាសឈុតសេរីវ៉ាន់ថងប៉ុន្តែកីឡាករហ៊ីតានេះអត់ទាន់ដឹងថាប៉ះនឹងកីឡាកររងណាទេសង្ស័យប៉ះជាមួយនឹងកីឡាករចម្រើនគុណខ្មែរទេបងប្អូនចាំមើលទាំងអស់គ្នាហើយនឹងប៉ះជាមួយនឹងចម្រើនគុណខ្មែរឬយ៉ាងណាហើយកីឡាករហ៊ីតាដូចជាកីឡាករអេស្ប៉ាញបងប្អូនមើលអ្នកគ្នាបងប្អូនដឹងតែញាក់សាច់ការប្រកួតនេះដឹងតែក៏ក្រៅបងប្អូនហើយមានព័ត៌មានផ្ដាច់ជូនបងប្អូនឲ្យ Play Just Spread មួយផង share ដឹងដើម្បីបានព័ត៌មានថ្មីហើយក៏ភ្លេចចាំតាមដានការប្រកួតនៅថ្ងៃទី3ខែកក្កដានេះដឹងតែក៏ក្រៅ